ជាបន្តសូមអញ្ជើញតាមដានទស្សនាយោបល់របស់មហាជនទាក់ទងទៅនឹងបញ្ហាស្ត្រីនិងនយោបាយបងអូនជឿជាក់ទៅលើបរិសុទ្ធជាងស្ត្រីឬក៏យ៉ាងម៉េចដែរបងអូនម្យ៉ាងម្នាក់ខ្ញុំជឿជាក់ម្យ៉ាងម្នាក់ព្រោះបរិសុទ្ធគេមានលក្ខណៈជាងស្ត្រីជឿជាក់បរិសុទ្ធចាមកពីអីទៅខោះបរិសុទ្ធជាមេគ្រួសារមួយដ៏ធំស្ត្រីគាត់ធ្វើនយោបាយបានល្អដែរឬក៏អត់ទេស្ត្រីធ្វើនយោបាយបានល្អណាស់តែព្រោះបច្ចុប្បន្នឥឡូវកំពុងលើកស្ទួយស្ត្រីខ្ញុំអត់សូវដឹងដែរហងអត់សូវដឹងរឿងចឹងមានអីស្ត្រីដឹកនាំបានល្អតាតើស្ត្រីត្រូវតែនៅផ្ទះឬក៏គួរតែចូលរួមក្នុងនយោបាយដែរស្ត្រីក៏អាចចូលរួមក្នុងនយោបាយបានដូចគ្នាស៊ីសងលើសមត្ថភាពចូលរួមធ្វើបានដូចគ្នាបាទមិនថាប្រុសឬស្រីទេគេធ្វើបានដូចគ្នាគួរតែចូលខ្វះគួរតែខ្វះតំណាងរាដែលជាបរិសុទ្ធហ្នឹងគាត់យល់អំពីបញ្ហាស្ត្រីដែរឬក៏អត់ទេគាត់យល់ឥឡូវគាត់យល់ពីបញ្ហាស្ត្រីច្រើនព្រោះតាអង្គប្រជុំឯម្ដងស្ត្រីច្រើនជាងបរិសុទ្ធឥឡូវចា៎បងនឹងថាពីច្រើនកម្មកររោងចក្រគាត់មកពីណាដែរមកពីភ័យវែងហើយនឹងកំពង់ចាមហើយនឹងខេត្តតកែវខ្លះតើអ្នកណាជាអ្នកចេញមុខដោះស្រាយបញ្ហាឲ្យកម្មករយើងនោះពួកដូចជាក្រសួងចូលមកពីក្រសួងរដ្ឋហើយនឹងខាងសហព័ន្ធគេមកដោះស្រាយឲ្យបើយើងមានបញ្ហាអញ្ចឹងសមាជិកសហជីពនៅក្នុងរោងចក្រហ្នឹងគេអ្នកដោះស្រាយឲ្យដឹងនេះរឿងនយោបាយមិនសូវដឹងដែរគាត់ធ្វើកម្មកររោងចក្រធម្មតាហ្នឹងរឿងនេះមិនសូវដឹងដែរព្រោះរឿងនេះមកចេញមកពីតំណាងរាស្ត្រមិនដឹងហើយខ្ញុំដឹងថាខាងសហជីពខាងអង្គការសិទ្ធិមនុស្សកើតជាបន្តទៅនេះសូមគោរពអញ្ជើញតាមដានទស្សនាជាមួយនឹងលោកស្រីនុធអរគុណលោកខឹមវុធីលោកស្រីអ្នកនាងកញ្ញាទុកទស្សនិកជនជាទីគោរពវាគ្មិនដែលអញ្ជើញមកបកស្រាយនៅប្រធានបទរបស់យើងដែលស្ដីអំពីស្ត្រីនិងនយោបាយនៅក្នុងស្ទូឌីយោថ្ងៃនេះគឺលោកស្រីសឿនកេតសិរីលក្ខជំរាបសួរលោកស្រីសឿនកេតសិរីលក្ខគឺជាអ្នកសម្របសម្រួលកម្មវិធីអប់រំនិង Gender ជានៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Conference ចា៎អំបញ្ញមិញនេះលោកស្រីបានទស្សនាវាបង្ហាញនៃការបញ្ចេញមតិរបស់សាធារណជនតើលោកស្រីមានយោបល់យ៉ាងណាដែរការដឹកនាំប្រទេសមួយមិនផ្ដោតទៅលើភេទដែលថាជាស្ត្រីបរិសុទ្ធទេសំខាន់ថាសមត្ថភាពចា៎យើងមិនអាចនិយាយថាស្ត្រីមានភាពទន់ខ្សោយជាងបរិសុទ្ធហើយបរិសុទ្ធខ្លាំងជាងទេសំខាន់តើអ្នកទាំងពីរនោះមួយនឹងអាចធ្វើការងារដឹកនាំប្រទេសឬក៏ចូលរួមកសាងជាតិនឹងបានដោយជោគជ័យដែរឬទេបើសិនជាយើងគិតថាបរិសុទ្ធខ្លាំងធ្វើអីក៏បានខ្ញុំគិតថាខុសព្រោះអីស្ត្រីនិងបរិសុទ្ធហ្នឹងគឺមានគេហៅថាបញ្ញាបាធាហ្នឹងវាមិនខុសគ្នាទេតាមការសិក្សាមកឃើញថាអញ្ចឹងចា៎ចាសសូមអរគុណចំពោះការផ្ដល់យោបល់របស់លោកស្រីលោកស្រីអ្នកនាងកញ្ញាទុកទស្សនិកជនជាទីគោរពដោយចរន្តពិភពលោកបានផ្ដោតយ៉ាងសកម្មទៅលើចលនា Gender នោះសប្តាហ៍ថ្ងៃនេះយើងឃើញថាមានស្ត្រីជាច្រើនបានចូលរួមចំណែកក្នុងការកសាងប្រទេសជាតិយើងហើយក្នុងនោះក៏មានស្ត្រីមួយចំនួនបានចូលប្រឡូកនៅក្នុងឆាកនយោបាយផងដែរហើយដូច្នេះហើយបានជានៅក្នុងថ្ងៃនេះកម្មវិធីសមត្ថភាពប្រចាំសប្តាហ៍សូមលើកយកប្រធានបទមួយដែលស្ដីអំពីស្ត្រីនិងនយោបាយមកជម្រាបជូនហើយជាដំបូងនេះសូមអញ្ជើញលោកស្រីនិងទូទាំងទស្សនិកជនទស្សនាបទយការរបស់យើងជាមុនសិនចាសសូមអញ្ជើញទោះបីជាមានការកើនឡើងចំនួនស្ត្រីដែលកាន់តំណែងសំខាន់ៗនៅក្នុងសង្គមកម្ពុជាចំនួននេះនៅតែមិនទាន់មានច្រើននៅឡើយជាទូទៅស្ត្រីខំប្រឹងប្រែងដើម្បីទទួលបានការទទួលស្គាល់នៅក្នុងបរិស្ថានដែលលុបដោយបុរសលោកស្រីស៊ីតូនប្រធានក្រុមប្រឹក្សាឃុំសង្កាត់ផ្សារថ្មីមួយដែលត្រូវបានជ្រើសរើសក្នុងការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ2007ជាស្ត្រីម្នាក់ក្នុងចំណោមនោះសប្តាហ៍ថ្ងៃនេះបើយើងនិយាយពីថាសិទ្ធិនារីតើស្មើនឹងបុរសដែរឬយ៉ាងម៉េចនោះណាគឺចំពោះទស្សនៈនាងខ្ញុំគឺថាលុះត្រាណែតែខ្លួនយើងហ្នឹងយើងខំប្រឹងដែរចាទៅយើងខំប្រឹងដែរបានយើងអាចបានសិទ្ធិហ្នឹងចានិយាយដូចស្មោះទៅដូចរាល់ថ្ងៃបើថាម៉ោង7កន្លះគឺខ្ញុំម៉ោង7អីគឺខ្ញុំត្រូវមកដល់ហើយគឺធ្វើយ៉ាងម៉េចគឺយើងស្ត្រីហ្នឹងឲ្យបានឈានមុខចាឲ្យបានឈានមុខគឺថាបុរសគេធ្វើបានប៉ុណ្ណាយើងនារីហ្នឹងក៏យើងធ្វើមិនខិតខំឲ្យបានធ្វើឲ្យបានប៉ុនគេដែរក្នុងពេលបច្ចុប្បន្នគេតែងតែមើលស្ត្រីថាជាអ្នកទុនខ្សោយនិងជាអ្នកអត់ងាយរងគ្រោះហើយសង្គមយើងជាច្រើនសតវត្សមកហើយបានផ្លិចស្ត្រីបានទុកស្ត្រីយើងចោលដល់ប្រមាណយកចិត្តទុកដាក់ឲ្យដាក់ថាជាអ្នកទុនខ្សោយនិងជាអ្នកងាយរងគ្រោះដោយមិនផ្ដល់ឱកាសដល់ស្ត្រី
ក៏ប៉ុន្តែបើយើងមើលទៅលើឬគល់នៃវប្បធម៌របស់យើងគឺស្ត្រីបានទទួលនៅការគោរពនិងបានតួនាទីសំខាន់នៅក្នុងការគ្រប់គ្រងក្នុងប្រទេសជាតិដូចជាព្រះនាងសោមាព្រះនាងលីវយីដែលយើងបានស្គាល់មកហើយនោះគឺជាមេដាដើមនៃប្រទេសកម្ពុជាក៏ដូចជាព្រះនាងឥន្ទ្រទេវីក៏ដូចជាលោកយាយម៉ៅលោកយាយទេពដែលសប្តាហ៍ថ្ងៃយើងនៅអុជធូបសុំសេចក្តីសុខពីគាត់ដល់ឡើយចា៎ កាលពីថ្ងៃទី26កុម្ភៈឆ្នាំ 2008 អង្គការក្រៅរដ្ឋាភិបាលចំនួន 7 មានដូចជាអង្គការចម្រើនស្ត្រីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍអង្គការ Gender និងអភិវឌ្ឍដើម្បីកម្ពុជាអង្គការ Netflix Confrel វិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជានិងអង្គការសិលកាបានប្រមូលផ្ដុំគ្នាដើម្បីបើកវេទិកាមួយដែលគេឲ្យឈ្មោះថាព្រឹត្តិការណ៍ជំហានស្ត្រីដោយមានការអញ្ជើញចូលរួមជាស្ត្រីដែលជាសមាជិកក្រុមប្រឹក្សាគុំសង្កាត់ចំនួន 300 នាក់មកពីគ្រប់ខេត្តក្រុងនិងការបញ្ចេញមតិយោបល់ពីគោលនយោបាយរបស់គណៈបកនីមួយៗ យើងបានធ្វើការងារខាងអភិវឌ្ឍនិងខាងបណ្ដុះបណ្ដាលជារយៈពេលជាង 10 ឆ្នាំមកហើយដោយសារយើងរៀនសូត្រអំពីបទពិសោធន៍ដែលទទួលបានពីប្រទេសដទៃទៀតផងយើងសង្កេតឃើញថាការធ្វើការសម្រេចចិត្តទាំងនៅក្នុងមូលដ្ឋាននិងទាំងក្នុងថ្នាក់ជាតិបើសិនណាជាការសម្រេចចិត្តក្នុងផ្នែកនយោបាយក្នុងការសម្រេចចិត្តក្នុងការកម្មវិធីគោលនយោបាយច្បាប់នានាបើមិនមានទស្សនៈស្ត្រីចូលរួមផងទេការសម្រេចចិត្តនោះឃ្លុំមានន័យថាมันបានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋទូទៅយើងដឹងហើយថានៅក្នុងសង្គមយើងនៅក្នុងគ្រួសារយើងនៅក្នុងសង្គមទូទៅស្ត្រីជាអ្នករែកពុនទទួលខុសត្រូវទៅលើជីវភាពទៅលើសុខុមាលភាពទៅលើសុខដុមរមនារបស់គ្រួសារនិងមនុស្សទូទៅនៅក្នុងទន្ទឹមនឹងនោះគណៈកម្មាធិការលើកស្ទួយស្ត្រីនៅក្នុងឆាកនយោបាយមានផែនការធ្វើសកម្មភាពបន្តពង្រឹងនិងលើកកម្ពស់ការចូលរួមរបស់ស្ត្រីដើម្បីឲ្យចំនួនស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំនិងសម្រេចចិត្តឲ្យស្របតាមគោលដៅសហស្វត្តកម្ពុជាដែលមានផែនការបង្កើនក្រុមប្រឹក្សាឃុំជាស្ត្រីពីចំនួនបច្ចុប្បន្ន 15% ទៅ 25% នៅឆ្នាំ 2015 សមាជិកសភាពី 19% ទៅ 30%ចំនួនរដ្ឋមន្ត្រីជានារីពី 7.7% ទៅ 12% និងចំនួនស្ត្រីជាអភិបាលខេត្តពី 0% ទៅ 10% នៅឆ្នាំ 2015 ខាងមុខ ឥឡូវនេះដោយសារមានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនណាជួយជំរុញហើយមានរដ្ឋាភិបាលក៏លោកជំរុញដែរដូច្នេះឥឡូវស្ត្រីនេះដឹងខ្លួនថាតួនាទីរបស់ស្ត្រីអាចជួយក្នុងសង្គមបានអាចទៅជាអ្នកដឹកនាំបានយើងអត់ចង់ទៅខ្ពស់ជាបរិះអីទេគ្រាន់តែថាឲ្យមានសមភាពទៅចាកុំឲ្យមានការរើសអើងទៅលើស្ត្រីខ្លាំងពេកបានន័យថាយើងឃើញតែបរិះអ្នកធ្វើការហើយស្ត្រីទុកឲ្យនៅតែចក្រានដូចថាយើងនិយាយថាឲ្យទៅបវលចក្រានឲ្យទៅជុំទៅចាអញ្ចឹងគឺជាការមិនល្អទេយើងតោងលើកទឹកចិត្តឲ្យស្ត្រីហ្នឹងទុកចិត្តខ្លួនឯងមានការទុកចិត្តពីទី1ពីក្រមគ្រួសារណាចាទាំងអស់ហើយពីសង្គមទៀតអញ្ចឹងទៅបានយើងយកធនធានមនុស្សយើងទាំងអស់នៅក្នុងប្រទេសយើងមួយនោះដើម្បីធ្វើការអភិវឌ្ឍសង្គមយើងបានល្អចាប៉ុន្តែមានហេតុផលលំបាកជាច្រើនដែលធ្វើឲ្យស្ត្រីបាត់បង់ឱកាសដើម្បីប្រឡូកចូលក្នុងឆាកនយោបាយភាពក្រីក្រក៏ជាកត្តាសំខាន់មួយដែលធ្វើឲ្យស្ត្រីមិនបានចូលរួមក្នុងការងារសង្គមព្រោះស្ត្រីតែងតែបោះបង់ការសិក្សាដើម្បីធ្វើការងារផ្គត់ផ្គង់ជីវភាពរស់នៅដូច្នេះពួកគេពុំមានចំណេះចេះដឹងច្រើនឡើយដើម្បីធ្វើការងារសង្គមឧបសគ្គដែលយើងកំពុងតែស្ត្រីជាច្រើនកំពុងតែជួបប្រទះឆ្លងកាត់បទពិសោធន៍នៃការបណ្ដុះបណ្ដាលហ្នឹងគឺយើងឃើញថាបញ្ហាធំគឺបញ្ហាសុខភាពចាហើយនឹងការប្រៀបធៀបធម៌ពលផ្លូវកាយរវាងបុរសនិងស្ត្រីហើយការទទួលខុសត្រូវពីមេដឹកនាំហើយមួយទៀតនៅក្នុងឧបសគ្គផ្លូវកាយនឹងដែរគឺតាក់ទងទៅនឹងកត្តាភូមិសាស្ត្រចាកត្តាភូមិសាស្ត្រដោយស្ត្រីនឹងតែងតែយល់ឃើញខ្លួនឯងថាខ្លួនមានភេទជាស្ត្រីមិនអាចធ្វើដំណើរទៅឆ្ងាយធ្វើឲ្យបាត់មិនទុកចិត្តបញ្ហាអសន្តិសុខនេះលក្ខណៈនេះគឺជាបញ្ហាសំខាន់ហើយឧបសគ្គទី2គឺឧបសគ្គផ្លូវចិត្តឧបសគ្គផ្លូវចិត្តហ្នឹងមានកត្តាច្រើនគឺទី1គឺប្រពៃណីទំនៀមទម្លាប់ចាប្រពៃណីទំនៀមទម្លាប់និងការរើសអើងពីសំណាក់សង្គមហើយការរើសអើងពីស្ត្រីគ្នាឯងដោយសារថាស្ត្រីតាក់ទងទៅនឹងបញ្ហាផ្លូវចិត្ត
តាក់ទងទៅនឹងបញ្ហាសង្គមហ្នឹងគឺធ្វើឲ្យស្ត្រីនៅតែចង់ដើរតួនាទីធ្វើជាម្ដាយដ៏ល្អជាភរិយាដ៏ល្អកម្ពុជានៅមានផ្លូវវែងឆ្ងាយដែលត្រូវធ្វើដំណើរមុននឹងកម្ពុជាឈានដល់ចំណុចស្មើភាពគ្នារវាងបុរសនិងស្ត្រីនៅក្នុងឆាកនយោបាយប៉ុន្តែការបោះឆ្នោតជាសកលអាណត្តិក្រោយដែលប្រព្រឹត្តទៅនៅក្នុងខែកក្កដានឹងបង្ហាញថាតើវត្តមានរបស់ស្ត្រីនៅក្នុងសភានឹងមានភាពរីកចម្រើនប៉ុណ្ណាសប្តាហ៍នេះយើងដឹងហើយថានៅក្នុងចំណោមសមាជិកសភាដែលមានចំនួន123រូបនោះមានស្ត្រីប្រមាណជា18%បើតាមទស្សនៈរបស់លោកស្រីថាតើចំនួននេះវាគ្រប់គ្រាន់ទេនៅក្នុងប្រទេសកម្ពុជាយើងគិតថាចំនួននេះមិនទាន់គ្រប់គ្រាន់ទេចាបើយើងទី1បើយើងផ្អែកទៅលើចំនួនប្រជាពលរដ្ឋទូទាំងប្រទេសដែលមានឥឡូវនេះដល់ជាង53%ដល់53%ហើយបើយើងមើលទៅលើគេហៅថា CMDG គោលដៅអភិវឌ្ឍសហស្វត្តដែលគិតថាគួរតែមានដល់ទៅ30%នៅឆ្នាំ2015នោះហើយបើសិនជាឆ្នាំនេះ2008រហូតដល់មកពេលនេះ2008ហើយមានតែត្រឹមតែ18%ឃើញថាมันអាចនឹងមិនដើរដល់គោលដៅអភិវឌ្ឍសហស្វត្តរបស់អង្គការសហប្រជាជាតិហើយដែលកម្ពុជាបានសន្យាថានឹងអាចទៅដល់នោះបើដូច្នេះយើងត្រូវតែមានចាត់វិធានការណាមួយដើម្បីផ្ដល់ឱកាសដល់ស្ត្រីក្នុងការចូលរួមឲ្យខ្លាយទៅជាតំណាងអ្នកបោះឆ្នោតនៅថ្នាក់ជាតិផងចឹងតែយើងគួរមានវិធានការណាខ្លះទៅដើម្បីឲ្យចំនួនស្ត្រីមានការកែឡើងខ្ញុំគិតថាសម្រាប់ការបោះឆ្នោតអាណត្តិទី4នេះគ្រប់គណៈបកនយោបាយទាំងអស់គួរតែគិតគូរដាក់បញ្ចូលបេក្ខភាពបេក្ខជនជាស្ត្រីនោះក្នុងបញ្ជីចូលឈ្មោះរបស់ខ្លួនឲ្យបាននៅឲ្យបានយ៉ាងហោចក៏បាន30%ដែរនៅជួរខាងលើនៃបញ្ជីគណៈបករបស់ខ្លួនរៀងខ្លួននោះចាហើយការដាក់បែបនេះនឹងផ្ដល់ឱកាសឲ្យស្ត្រីនឹងបានចូលរួមច្រើនហើយបានក្លាយទៅជាតំណាងអ្នកបោះឆ្នោតឲ្យស្ត្រីទូទាំងប្រទេសបានកើនពីមួយអាណត្តិទៅមួយអាណត្តិហើយយើងឃើញថាមិនខ្វះទេស្ត្រីដែលមានសមត្ថភាពអាចមានលទ្ធភាពក្នុងការចូលក្នុងឆាកនយោបាយមានតែដោយសារស្ត្រីគិតអត់គិតថាបើចូលទៅពិបាកទី1នឹងច្រកណាដែលខ្លួនទៅហើយទី2តើបង្ហាញនៅសក្តានុពលខ្លួនខ្លាំងណាស់ទើបអាចឈានចូលដល់គេហៅថាខ្លាយទៅជាតំណាងអ្នកបោះឆ្នោតនោះប្រទេសកម្ពុជាការបោះឆ្នោតគឺរៀបចំជារបៀបប្រព័ន្ធសមាមាត្រតែលោកស្រីមានបានជ្រាបទេថាតើគណៈបកនីមួយៗនឹងមានបានរៀបចំដាក់ស្ត្រីនៅក្នុងលំដាប់ណាដែរហើយឬនៅឆ្លងតាមការសិក្ខាសាលាកន្លងមកកាលពីខែមេមីឌារបស់ conference នោះយើងបានជើញគណៈបកមួយចំនួនមកបង្ហាញពីគោលនយោបាយរបស់ខ្លួនគាត់បានលើកអំពីការដាក់បញ្ជីលើកការគិតគូរអំពីស្ត្រីក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី4នេះប៉ុន្តែយើងនៅតែមានការសង្ស័យថាក៏អត់ទាន់មានជាឯកសារណាមួយជាផុសតាងថាត្រូវតែប្រមាណភាគរយហើយច្បាស់លាស់នៅក្នុងឯកសារដែលជាផុសតាងឬអត់ទាន់ទេគ្រាន់តែជាការបង្ហាញឲ្យយើងឃើញជាសាធារណដ្ឋានចឹងចាសសូមថ្លែងអំណរគុណចំពោះប្រសាសន៍របស់លោកស្រីហើយជាបន្តទៅទៀតនេះសូមអញ្ជើញលោកស្រីនិងទូទាំងទស្សនិកជនទស្សនាបទយការបស់យើងជាបន្តទៀតដែលតកតងទៅនឹងស្ត្រីនិងការធ្វើចំណាក់ស្រុកដោយសារតែសេដ្ឋកិច្ចមានការរីកចម្រើនទីក្រុងបានក្លាយទៅជាចំណុចសំខាន់មួយនៃកន្លែងប្រមូលផ្ដុំការងារនៅក្នុងចំណោមការងារទាំងនោះមានមនុស្សប្រមាណជា500,000នាក់បានធ្វើជាកម្មករកាត់ដេរនៅតាមរោងចក្រជាង500នៅក្នុងរាជធានីភ្នំពេញដែលនៅក្នុងចំនួននោះស្ត្រីច្រើនជាងបុរសការចំណាក់ស្រុករបស់ក្មេងស្រីមកទីក្រុងដើម្បីស្វែងរកការងារធ្វើកាន់តែមានចំនួនច្រើនឡើងជាពិសេសការរស់នៅឆ្ងាយពីភូមិកំណើតក្រុមគ្រួសារក្មេងស្រីទាំងនោះអាចប្រឈមគ្រោះថ្នាក់ប្រសិនបើពួកគេមិនស្គាល់ទីក្រុងបានច្បាស់ឬអ្នកដែលនាំពួកគេមកតែការរស់នៅឆ្ងាយពីភូមិកំណើតនិងក្រុមគ្រួសារធ្វើឲ្យក្មេងស្រីទាំងនោះបាត់បង់ឱកាសអ្វីខ្លះដែរស្ត្រីភាគច្រើនជាទូទៅធ្វើការងារតែពុំបានទទួលកម្រៃមានន័យថាធ្វើការងារផ្ទះធ្វើការងារជួយធ្វើការងារជានៅក្នុងស្រែធ្វើការងារនៅក្នុងការងារដតីទៀតប៉ុន្តែពុំបានទទួលកម្រៃទេចា៎ដូច្នេះស្ត្រីភាគច្រើនមើលឃើញថាជាឱកាសរបស់ខ្លួនដើម្បីចេញមកធ្វើការងាររកកម្រៃបានជាកម្រៃបានជាប្រាក់ខែក៏ប៉ុន្តែដល់ពេលចូលមកធ្វើទៅគឺបាត់បង់ការកក់ក្ដៅនៅក្នុងគ្រួសារបាត់បង់ការគាំពៀរបស់គ្រួសារនៅក្នុងការមើលការខុសត្រូវដូច្នេះចេញពីផ្ទះមកអត់បានទទួលការអប់រំអំពីថាការពារខ្លួនយ៉ាងម៉េចឬគូសកលឬមិត្តប្រុសយ៉ាងម៉េចការពារខ្លួនជាមួយនឹងមិត្តប្រុសយ៉ាងម៉េចការពារខ្លួនទៅលើបញ្ហារស់នៅរបៀប
ជាក្រុមរបៀបហ្នឹងតែយើងការពារខ្លួនយ៉ាងម៉េច កត្តាដែលធ្វើឲ្យមានការចំណាក់ស្រុកមានពីរកត្តាគឺកត្តាជំរុញនិងអូសទាញកត្តាជំរុញមានដូចជាខ្វះដីសម្រាប់ធ្វើអាជីវកម្មគ្មានការងារធ្វើភាពក្រីក្រខ្វះខាតសេវាកម្មផ្សេងចំណែកកត្តាអូសទាញមានដូចជាការងារនៅក្នុងក្រុងល្អប្រសើររំពឹងថាមានជីវភាពល្អប្រសើរសេវាកម្មល្អឬរំពឹងថានឹងទទួលបានជោគជ័យនៅអ្វីដែលធ្លាប់បានគិតប៉ុន្តែពួកគេមិនជោគជ័យទាំងអស់នោះទេពួកគេរស់នៅក្នុងទីក្រុងជួបនឹងការលំបាកហើយក៏មានការភ័យខ្លាចខ្លះដែរចំពោះការចង់កេងចំណេញពីភាគីបុរសការដូចថាស្ត្រីនឹងចេញទៅធ្វើការអីអញ្ចឹងទៅចង្ការមានពួកជួពួកស្ទាវពួកអីអញ្ចឹងណាពេលកណាដើរអញ្ចឹងទៅវាសុំលុយយើងណាពេលកណាដែលវាសុំលុយយើងហើយវាអត់ឲ្យយើងអត់ឲ្យវាអញ្ចឹងណាឬហើយវាដេញចាប់យើងអញ្ចឹងក៏មានពេលដែលខ្ញុំមកអត់មានតាមរយៈពីណាគេថាមកស្វែងរកដល់ខ្លួនឯងពេលដែលមកដល់ធ្វើការបានប្រហែលជា 3-4 ខែអញ្ចឹងផ្ដល់ព័ត៌មានឲ្យគាត់ថាបានការងារធ្វើហើយ There are a number of problems that young women can face when they move from the countryside to the city. One of them being that they can be at risk of exploitation, either for labour purposes or for sexual purposes. Sometimes it's very important to inform young women that they should have family or friends in the city who can receive them and who they can stay with. And sometimes their expectations about the wonderful life in the city can be wrong, and they can end up homeless or they can end up in situations that are very difficult. ការបំលាស់ទីពីជនបទមកទីក្រុងភាគច្រើនដើម្បីរកការងារធ្វើដូចជាអ្នករត់ម៉ូតូឌុបកម្មករសំណង់កម្មករកាត់ដេរតាមរោងចក្រការងារបម្រើតាមផ្ទះចំណែកមនុស្សចាស់ជរាធ្វើជាអ្នកសុំទានហើយក្នុងចំណោមការងារទាំងនោះស្ត្រីមួយចំនួនត្រូវបានគេបោកប្រាស់យកមកលក់ធ្វើជាស្ត្រីរកស៊ីផ្លូវភេទ I think we need to offer these women more opportunities if possible in their home provinces. For example, initially, of course, most of the jobs are quite low skilled for women, especially with the garment sector and so on and so forth. So there needs to be more employment opportunities. There needs to be more emphasis on keeping girls in school longer so that they don't drop out, on vocational skills training, and attracting some of the investment back to their home provinces. តាមពាក្យណែនាំរបស់អង្គការអន្តរជាតិទេសនប្រវេសបានណែនាំថាដើម្បីឲ្យការចំណាក់ស្រុកមានសុវត្ថិភាពនិងកាត់បន្ថយបាននូវគ្រោះថ្នាក់ដោយសារការជួញដូរមនុស្សមុនចាក់ចែងពីភូមិស្រុកអ្នកត្រូវសួរខ្លួនឯងថាតើអ្នកស្គាល់នឹងទុកចិត្តមេខ្យល់ឬអ្នកនាំផ្លូវដែរឬទេតើអ្នកនឹងធ្វើដំណើរដោយរបៀបណាតែការធ្វើដំណើររបស់អ្នកប្រថុយនឹងគ្រោះថ្នាក់ដែរឬទេប្រសិនបើមានបញ្ហាអាចទំនាក់ទំនងតាមទូរស័ព្ទលេខ023 997 919នៅក្នុងបទយកាបាញ់នេះយើងទាំងអស់គ្នាឃើញហើយថាមានស្ត្រីក្មេងៗជាច្រើនបានធ្វើចំណាក់ស្រុកមកស្វែងរកការងារធ្វើនៅទីក្រុងហើយនៅក្នុងចំណោមនោះក៏មានស្ត្រីខ្លះបានមកកាន់ទីក្រុងដោយភាពបថុយប្រឋានដែរចំពោះបញ្ហាលំបាកអស់ទាំងនេះតែស្ត្រីដែលជាអ្នកនយោបាយនេះគួរតែយកចិត្តទុកដាក់ទៅលើពួកគេយ៉ាងណាដែរទេមិនតែស្ត្រីអ្នកនយោបាយទេរាជរដ្ឋាភិបាលអ្នកដឹកនាំប្រទេសទាំងមូលនឹងត្រូវតែគិតគូរអំពីរឿងនេះហើយជាមួយគ្នាដែរអង្គការក្រៅរដ្ឋាភិបាលក៏រួមដៃគ្នាក្នុងការគិតគូរដែរហើយខ្ញុំគិតថាតើតើនឹងការដែលគាត់ចំណាក់ស្រុកមកចេញមកពីផ្ទះមករកការងារនៅក្នុងភ្នំពេញនេះសំខាន់ទី1ខ្លួនគាត់ត្រូវតែស្វែងយល់ព័ត៌មាននឹងឲ្យបានអត់អន់ហើយយើងមិនអាចមើលឃើញរឿងតូចអត់គ្រប់គ្រងគាត់បានទេអញ្ចឹងតើដែរប្រជាពលរដ្ឋទាំងអស់មានការទទួលខុសត្រូវខ្លួនឯងខ្លះផងចាហើយចំពោះស្ត្រីអ្នកនយោបាយពេលដែលយើងដឹងថាមានបញ្ហាយើងគួរតែចុះពិនិត្យទៅដល់ទីកន្លែងផងដែរចាយើងមានគួរតែមានចាត់ក្រុមការងារមួយចុះទៅចាហើយមួយទៀតយើងមើលពិចារណាចាប់ដើមមើលទៅលើការអនុវត្តច្បាប់ការងារនោះផងដែរចាហើយមួយទៀតអ្នកដឹកនាំស្ត្រីគួរតែស្ដាប់ទៅលើអង្គការក្រៅរដ្ឋាភិបាលដែលគាត់ធ្វើការស្ទង់មតិទៅលើរកឃើញនៅបញ្ហារបស់ស្ត្រីចំណាក់ស្រុកនោះដែលមានបញ្ហាអីខ្លះហ្នឹងគួរយកអនុសាសន៍របស់អង្គការទាំងនោះយកមកពិចារណាហើយអាចយកទៅដាក់នៅក្នុងសភាផងដែរហើយចាត់វិធានការទៅលើតាមទៅលើស្ថាប័នពាក់ព័ន្ធហ្នឹងឲ្យគាត់ជួយចាត់ចែងមិនអាចស្ត្រីអ្នកនយោបាយតែខ្លួនឯងមួយធ្វើរឿងនឹងបានជោគជ័យទេត្រូវតែមានការរួបរวมគ្នាពាក់ព័ន្ធគ្នាទៅវិញទៅមកចាចំពោះស្ត្រីដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅឯសហគមន៍តើគាត់គួរតែធ្វើសកម្មភាពយ៉ាងដូចម្តេចដែរដើម្បីឲ្យការចំណាក់ស្រុករបស់ក្មេងៗស្ត្រីរបស់យើងមានសុវត្ថិភាពខ្ញុំគិតថាគាត់គួរតែមានការជួយ
តកតងជាពិសេសអង្គការក្រៅរដ្ឋាភិបាលច្រើនណាស់ដែលធ្វើការងារអប់រំផ្សព្វផ្សាយគាត់គួរតែស្នើទៅអង្គការក្រៅរដ្ឋាភិបាលឲ្យជួយផ្សព្វផ្សាយអំពីព័ត៌មានថាឬក៏ផ្ដល់ការអប់រំលក្ខណៈក្រៅផ្លូវការដល់ពីផ្ទះមួយទៅផ្ទះមួយអំពីថាមុនអ្នកឯងចាក់ចេញពីផ្ទះទៅគួរតែទទួលព័ត៌មានតាបែបណាច្បាស់លាស់ទេទៅនឹងហើយទៅនៅជាមួយអ្នកណាហើយអ្នកមនុស្សដែលនាំយើងទៅជាមនុស្សបែបណាហើយទៅធ្វើការហ្នឹងកន្លែងណាដែលយើងគួរតែពិចារណាទៅមានតែឲ្យការងារទៅតាមគេនោះទេអញ្ចឹងគាត់គួរតែរកធនធានគៀងគោធនធានមួយចំនួនដើម្បីអភិវឌ្ឍភូមិឋានរបស់គាត់ដើម្បីប្រជាពលរដ្ឋហ្នឹងមានលទ្ធភាពក្នុងការប្រកបកសិកម្មផងរស់ស៊ីនៅក្នុងមូលដ្ឋានរបស់គាត់ហ្នឹងមានជីវភាពគ្រាន់បើអញ្ចឹងអាចជួយដល់ក្មេងស្រីដែលគាត់ចំណាក់ស្រុកមកតើស្ត្រីទាំងអ្នកនយោបាយថ្នាក់កំពូលនិងស្ត្រីដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គួរតែមានទំនាក់ទំនងគ្នាសាមគ្គីដើម្បីទំនាក់គ្នាគួរតែធ្វើយ៉ាងម៉េចគិតថាកម្មវិធីមានច្រើនវិធីមានច្រើនគឺទំនាក់ទំនងហ្នឹងគឺយើងមានកម្មវិធីឲ្យមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងមានការជួបពិភាក្សាជាមួយនឹងគណៈអ្នកស្ត្រីដែលនៅថ្នាក់ជាតិពេលដែលគាត់ចុះទៅមូលដ្ឋានទៅយើងអាចរៀបមានជួបតកតទៅនឹងស្ត្រីនឹងនយោបាយនេះមានសារៈសំខាន់មែនទែនហើយចំពោះបច្ចុប្បន្ននេះកាន់តែមានសារៈសំខាន់ដោយសារកម្ពុជាយើងកំពុងតែរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី4ឆ្នាំ2008អញ្ចឹងហើយជាអនុសាសន៍ខ្ញុំចុងក្រោយទី1សូមគិតគូរបញ្ចូលបេក្ខជនឈ្មោះជាស្ត្រីហ្នឹងគ្រប់គណៈបកហ្នឹងឲ្យបានច្រើនឈ្មោះឆ្លាស់គ្នានឹងបរិះនៅជួរខាងលើយ៉ាងហើយក៏បាន40%ដែរទើបអាចបង្កើនចំនួនស្ត្រីឲ្យបានច្រើនហើយមួយទៀតដើម្បីផ្ដល់ឱកាសឲ្យស្ត្រីខ្លាចជាតំណាងអ្នកបោះឆ្នោតចប់ឆ្នោតជាសភាជាតិហ្នឹងអ្នកបោះឆ្នោតដែលច្រើនដែលមានចំនួនច្រើនជាងបរិះហ្នឹងគឺស្ត្រីហ្នឹងហើយអ្នកបោះឆ្នោតយើងជាស្ត្រីដូចគ្នាកុំភ្លេចគ្រប់គ្រងស្ត្រីដូចគ្នាដើម្បីបង្កើតការឱកាសឲ្យស្ត្រីដូចគ្នាក្នុងការចូលរួមក្នុងឆាកនយោបាយចា៎សូមអរគុណសូមអរគុណចំពោះប្រសាសន៍បកស្រាយនិងអនុសាសន៍ដ៏ល្អរបស់លោកស្រី